ក្រសួងការពារជាតិថាការបង្ហោះដ្រូននិងបង្កើនទាហានរបស់ភាគីថៃនៅតាមព្រំដែនជាការគំរាមកំហែងធ្ងន់ធ្ងរទៅដល់សន្តិសុខប្រទេសទាំងពីរបន្ទាប់ពីមានសកម្មភាពដ៏កក្លឿនរបស់កងទ័ពថៃដូចជាការបង្កើនចល័តអាវុធគ្រប់គ្រងនិងសភាវុធគ្រប់ប្រភេទការជីកលិនដ្ឋានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាពិសេសការបង្ហោះដ្រូននិងបង្កើនចំនួនទាហានកាន់តែច្រើននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យរួចមកក្រសួងការពារជាតិកម្ពុជានៅល្ងាចថ្ងៃទី17ខែមិថុនាម្សិលមិញបានចាត់ទុកថាសកម្មភាពនេះជាការគំរាមកំហែងធ្ងន់ធ្ងរទៅដល់សន្តិភាពនិងសន្តិសុខនៃប្រទេសទាំងពីរកម្ពុជាមានការសោកស្ដាយដោយភាគីថៃមិនបានគោរពនៅកិច្ចព្រមព្រៀងហើយថែមទាំងបង្កើនសកម្មភាពរំលោភបំពានទៅលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាផ្ទុយពីអនុស្សរណៈយោគយល់ឆ្នាំ2000ទៀតផងទោះជាយ៉ាងណាក៏ដោយកងទ័ពកម្ពុជាគ្រប់គ្រងនៅជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយចំនួនតាមច្បាប់អន្តរជាតិដោយសន្តិវិធីនិងរក្សាជំហរយ៉ាងមុតមមទាំងកងទ័ពទាំងប្រជាជននៅទូទាំងប្រទេសគោរពអធិបតេយ្យរបស់ប្រទេសជិតខាងនិងបដិញ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាពប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេសណាមួយឡើយទោះជាក្នុងតម្លៃណាក៏ដោយ